តោះឥឡូវយើងមកមើលការបកស្រាយរូបមន្តរបស់កង់យោងអញ្ចឹងកង់យោងជាម៉ាស៊ីនងារម្យ៉ាងដែលវាមាននទីក្នុងការបញ្ជូនចលនាតាមរយៈខ្សែពានអញ្ចឹងការបញ្ជូនចលនានេះគឺធ្វើឡើងក្នុងគោលបំណងអាចជាវាចង់បង្កើនកម្លាំងឲ្យខ្លាំងជាងមុនឬក៏បង្កើនល្បឿនឲ្យលឿនជាងមុនជាដើមអញ្ចឹងនៅក្នុងការបកស្រាយនេះគឺគូបានយកនៅខ្លឹមសារតទៅជាមួយនឹងកង់យោងដែលវាគេប្រើដើម្បីបង្កើនកម្លាំងអញ្ចឹងគឺគូយកកម្មកង់ចលករគឺមានទំហំតូចជាងកង់ទប់ឬក៏អាចថាកម្មរបស់កម្មចលករតូចជាងកម្មទប់អញ្ចឹងការស្រាយរបស់យើងអញ្ចឹងត្រូវគិតចេញពីការបង្កើនកម្លាំងរបស់យើងគឺមានថាពេលដែលគូប្រើកម្លាំងចលករ FE ទៅលើកង់យោងតូចអញ្ចឹងកម្លាំងចលករ FE ដែលមានពើលើកង់យោងតូចហ្នឹងវានឹងកើតជាកម្លាំងទប់ FE នៅលើកង់យោងធំដែលជាកង់យោងទប់ហ្នឹងអញ្ចឹងការដែលយើងបង្កើនកម្លាំងបែបនេះន័យថានៅពេលយើងប្រើកម្លាំងនៅបុគ្គលចលករយើងតូចល្មមធ្វើឲ្យទប់យើងគឺបង្កើតបានជាកម្លាំងខ្លាំងមហាសាលអញ្ចឹងទៅតាមរយៈកំណើននៃកម្មវិធីកម្មកាន់តែធំកម្លាំងកាន់តែធំជាងមុនដែរអូខេតោះឥឡូវយើងមកមើលពីបាតុភូតថា FE និង FE មានទំនាក់ទំនងគ្នាបែបណាខ្លះហើយក៏វាតទៅជាមួយកម្មបែបណាអញ្ចឹងយើងមកមើលពីបង្គំឬក៏រូបរាងរបស់កង់យោងនៅបន្តិចអញ្ចឹងកង់យោងវាកាត់ចេញពីកង់ចំនួន2ខាងឆ្វេងហើយវាទៅជាកង់ចលករខាងស្ដាំហៅថាកង់ទប់ដែលកង់ទាំងពីរនេះទៅបានភ្ជាប់គ្នាដោយខ្សែពានអញ្ចឹងនៅក្នុងកង់យោងគឺវាមិនមានតែកង់នៅខាងក្រៅនោះទេវាមាន snode អាចមានមួយទៀតអញ្ចឹងអាម៉ងតូចខាងក្នុងនេះគេហៅវាថាជា snode អាចឬក៏កង់អាចអីចឹងទៅអញ្ចឹងអា snode អាចហ្នឹងគឺជាកន្លែងដែលយើងប្រើកម្លាំងឬក៏កន្លែងដែលយើងទទួលបានកម្លាំងហ្នឹងអញ្ចឹង FE និង FE គឺកើតចេញពីកម្លាំងដែលមានពើនៅលើ snode អាចហ្នឹងអញ្ចឹងពេលយើងបវល់កន្លែង snode អាចហើយនៅពេលយើងបង្កើតជាកម្លាំងទប់ក៏កើតមាននៅកន្លែង snode អាចអំពងតូចនឹងដែរមានកើតឡើងអំពងធំទេអំពងធំគ្រាន់តែវាមានន័យក្នុងការបញ្ជូនចលនាតែប៉ុណ្ណោះកម្លាំងរបស់វាតោះអញ្ចឹងយើងមកមើលដើមចងថានៅពេលដែលគូប្រើកម្លាំងចលករដើម្បីបវល់កង់យោងតូចតើវាវិលចេញពីកន្លែងណាទៅអញ្ចឹងឧទាហរណ៍ជាក់ស្ដែងគឺគូបានធ្វើការប្រើម៉ូទ័របូមទឹកអញ្ចឹងម៉ូទ័រនោះវាមានកង់យោងពីរគឺអាតូចនិងអាធំអញ្ចឹងអាតូចនេះគឺជាកង់យោងចលកររបស់យើងមិញអាធំគឺជាកង់យោងទប់អញ្ចឹងអាចលករនិងអាទប់នឹងដែរទៅបានភ្ជាប់គ្នានឹងខ្សែពានអញ្ចឹងបើសិនជាលោកគ្រូចង់បវល់កង់យោងចលករអញ្ចឹងលោកគ្រូមិនទៅបវល់លើខ្សែពានខាងក្រៅនេះទេគូត្រូវភ្ជាប់វាជាមួយម៉ូទ័រនៅក្នុង snode អាចនេះអញ្ចឹងអា snode អាចខាងក្នុងហ្នឹងអានេះគឺជាកន្លែងដែលយើងបវល់កម្លាំងអញ្ចឹងដូច្នេះកម្លាំងចលករ FE គឺលោកគ្រូទៅគូសនៅផ្នែកខាង snode អាចនៃកង់យោងចលករអញ្ចឹង FE ហ្នឹងពេលដែលយើងបវល់ទៅវាមានពើទៅលើកង់យោងចលករធ្វើវាវិលអញ្ចឹងនៅពេលដែលកង់យោងចលករវិលគឺវាបង្កើតបានជាកម្លាំងដែលមានពើទៅលើតំណែងខ្សែនេះអញ្ចឹងពេលតំណែងខ្សែវិលទៅវាវិលមកកាន់កង់យោងធំហ្នឹងក៏វាចាប់ផ្ដើមមានចលនាដែរការមានចលនាបែបនេះនាំឲ្យ snode អាចនៃនេះខាងក្នុងនេះ snode អាចនេះកង់យោងទប់ហ្នឹងក៏វាចាប់ផ្ដើមវិលជាមួយគ្នាជាមួយធំនឹងដែរអញ្ចឹងណាអញ្ចឹងកម្លាំងដែលយើងបានបង្កើនហ្នឹងគឺបង្កើននៅកន្លែង snode អាចហ្នឹងឯងគឺអត់មែនបង្កើននៅកន្លែងខាងក្រៅទេគឺមិនបង្កើនឡើងតំណែងខ្សែពាននេះណាគឺកើតមានខាងក្នុងនេះចានេះគឺជា FE អញ្ចឹង FE ហ្នឹងគឺជាកម្លាំងដែលយើងจะទៅភ្ជាប់ជាមួយនឹងបន្ទុករបស់យើងចង់ប្រើកម្លាំងហ្នឹងសម្រាប់ធ្វើអីទៅដូចក្នុងម៉ូទ័របូមទឹកហ្នឹងអញ្ចឹងយើងភ្ជាប់វាមកកាន់ឡាប់ចាក់កង្ហារដែលធ្វើឲ្យវាវិលកាន់ខ្លាំងបូមទឹកបានកាន់ច្រើនអញ្ចឹងទៅហ្នឹងហើយគឺជាដើមចុងរបស់យើងគឺយើងចង់ប្រើកង់យោងដើម្បីបង្កើនកម្លាំងឲ្យខ្លាំងជាងមុនអញ្ចឹងវាមានតំណែងគ្នាចេញពីកម្មទប់និងកម្មចលករក៏ដូចជាយើងទៅប្រើការបញ្ជូនចលនាតាមខ្សែពាននឹងឯងតែឥឡូវយើងបកស្រាយរបស់ទាំងអស់គ្នាតែយើងបកស្រាយបែបណាខ្លះទី1យើងត្រូវដឹងថានៅពេលដែលយើងធ្វើការបវល់កង់យោងចលករនេះអញ្ចឹងវាកើតមាននៅមុំម៉ងព្រោះថាមុំម៉ងគឺជាផលរង្វិលអញ្ចឹងគឺជាផលគុណរវាងកម្លាំងនិងកម្មនៃប្រវែងដៃក្នុងរបស់វាមានថាប្រវែងដៃក្នុងវាគិតចេញពីកម្លាំងមកកាន់អនុវល់របស់វានឹងឯងអញ្ចឹងចំពោះកង់យោងចលករកង់យោងចលករតូចនេះគឺវាមានវង12វង snode អាចតូចនឹងមួយហើយនឹងវងខាងក្រៅនេះមួយទៀតអញ្ចឹងពេលយើងប្រើកម្លាំងចលករដំបូងគឺមុំម៉ងរបស់យើងគឺមុំម៉ងខាងក្នុងនោះគឺ FE គុណនឹង R0 ហ្នឹងមុំម៉ងយើងខាងក្នុងហ្នឹងចំណែកឯទៅទំគ្នានឹងដែរកាលណាក្នុងខាង snode អាចនឹងវិលដោយមុំប្រហែលខាងក្រៅដូចជាកង់យោងចលករមែនតើរបស់យើងនេះក៏វាវិលប៉ុណ្្នឹងដែរអញ្ចឹងផលគុណឬក៏មុំម៉ងរវាងខាងក្រៅហ្នឹងគឺជាផលគុណរវាងកម្លាំងរបស់វាគឺតេកម្លាំងខ្សែពានណាគុណគ្នាជាមួយនឹង AR ដែលជាកម្មនៃសំដៅ AE ដែលជាកម្មនៃកង់យោងចលកររបស់យើងអញ្ចឹងតាមហ្នឹងហើយបានជាគ្រូទៅសេតាវាស្មើគ្នាគឺដោយសារតែពីរគឺត្រូវស្មើគ្នាអញ្ចឹងដោយសារវាជាកង់យោងជាមួយគ្នាទេវាវិលឲ្យល្បឿនដូចគ្នាទាំងអស់អញ្ចឹងកាលណាបើសិនជាខាង snode នេះវាមានមុំម៉ងប្រហែលខាងក្រៅក៏មានមុំម៉ងប៉ុណ្្នឹងដែរបាទអញ្ចឹងជាហេតុនាំឲ្យយើងបានសមីការមួយរបស់យើងគឺកោការសារមុំម៉ងគឺមុំម៉ងខាងក្នុងស្មើមុំម៉ងខាងក្រៅអញ្ចឹងវាស្មើគ្នាណាអញ្ចឹង FE គុណនឹង R0 ស្មើនឹង T គុណនឹង R ធំដោយសារតែ FE នៅ snode អញ្ចឹងគឺជាគុណនឹងចលករគុណមួយកម្មអាខាងក្រៅវិញគឺជាគុណរវាង T និងកម្មមួយវានេះគឺ RE យើងទុកប៉ុណ្្នឹងសិនតទៅទៀតយើងគិតទៅលើកង់យោងទឹកម្ដងកង់យើងទុកក៏យើងត្រូវដឹងថានៅពេលដែលចលករវិលហើយវាបញ្ជូនចលនាតាមខ្សែពានមកកាន់អាតុបអញ្ចឹងអាតុបនឹងវាត្រូវការវាចាប់ផ្ដើមវិលដែរតាមរយៈខ្សែពានហ្នឹងអញ្ចឹងកាលណាអាតុបនឹងវិលគឺវាបង្កើតបញ្ជូនមុំម៉ងដូចគ្នាអញ្ចឹងមុំម៉ងរបស់យើងនេះទៅបងណាគឺជាមុំម៉ងផលគុណខាងក្រៅហ្នឹងគឺជាតេគុណជាមួយនឹងប្រវែងដៃក្នុងឲ្យគាត់ចេញពីអាចអំបិលមកកាន់កម្លាំងតេនឹងគឺជា AR អញ្ចឹងតើនឹងគាត់អាចស្ថាមុំម៉ងហ្នឹងគឺមុំម៉ងខាងក្រៅហ្នឹងគឺតេគុណនឹង AR វាត្រូវស្មើមួយមុំម៉ងខាងក្នុងព្រោះថានៅពេលក្រៅវិលអាក្នុងក៏វិលដែរអញ្ចឹងអាក្នុងហ្នឹងគឺជាផលគុណរវាងកម្លាំងចលករកម្លាំងតុប FE គុណគ្នាជាមួយ R0 អញ្ចឹងហេតុអីមិនយើងចាត់ទុកថាក្នុងជា FE ដោយសារតែកម្លាំងខាងក្នុងនេះគឺជាកម្លាំងដែលយើងភ្ជាប់ជាមួយអារង្វល់ទៅកាន់បន្ទប់របស់យើងគឺស្លាប់កង្ហារអញ្ចឹងមានន័យថានៅពេលយើងបវល់ដោយប្រើកម្លាំងចលករចេញពីម៉ូទ័រ FE មកប្រមាណវាបង្កើតបានជាកម្លាំងតុប FE ដើម្បីទៅបវល់ស្លាប់ចាក់កង្ហារអញ្ចឹងគឺប៉ុណ្្នឹងឯងអញ្ចឹងយើងបាន FE គឺកើតមាននៅផ្នែកខាងក្នុងនៃកង់យោងមិនមែនខាងក្រៅទេអូខេអញ្ចឹងសម័យកាលពីយើងប៉ុណ្ណេះដូច្នេះដើម្បីប្រវត្តិ R0 និងប្រវត្តិ T ដែលមិនមែនជាគោលដៅធំរបស់យើងចោលយើងត្រូវតែយកពីរធៀបជាមួយមួយបាទអញ្ចឹងធៀបទៅមានថាយើងអាចសរសេរថា FE សំដៅ FE គុណនឹង R0 លើ FE គុណនឹង R0 ស្មើនឹង T គុណនឹង AR លើ T គុណនឹង RE អញ្ចឹងត្រង់ហ្នឹងគឺយើងអាចសម្រួលអញ្ញត្តិ R0 ចោលអញ្ញត្តិ T ចោលនៅសល់តែផលធៀបយើងគឺ FE លើ FE ស្មើនឹង AR លើ RE
ចឹងសមីកាយើងស្រាយបានប៉ុណ្ណឹងដែលជាផលធៀបហើយក៏បើយើងចង់រកផលមេកានិកយើងអាចធ្វើតាមគម្រោងនឹងបានយកទុកលើចលករគឺបានកើតលើអសរុបហើយបើយើងចង់រកមុំម៉ងវិញចឹងមុំម៉ងទាំងចលករនិងទុកហ្នឹងគឺវាមានពីររូបមន្តដូចគ្នាយើងរកតាមក្នុងក៏បានតាមក្រៅក៏បានដែរចឹងក្នុងនៅក្រៅហ្នឹងគឺវាមានពីរគូណាទុកហ្នឹងចលករយើងត្រូវចេះបែងចែកគូមកវាតែបើយើងចង់រកថាถ้าចង់រកបន្ទុកចង់ចឹងបន្ទុកហ្នឹងគឺមាននេះមកបងពីរគូណាចឹង air ចឹងបើយើងយក FR យកមកគុណគឺจะយក FR គុណគ្នាជាមួយនឹង air 0មិនមែនគុណមួយ air ណាម្ដងទៀតបាទចឹងបើសិនយើងចង់រកជាកម្លាំងខាងក្រៅវិញតែវិញយើងគុណគ្នាជាមួយ air ម្ដងណាគេចុះ ME កម្លាំងចលករមកចលករចឹងចលករគឺទៅយក FR គុណគ្នាជាមួយកម្ម snot ដាក់មកវាចឹង FR គុណនឹង air 0តែបើយើងអត់ដឹងនៅកម្រិតទេយើងអាចយកទេគុណគ្នាជាមួយ air ក៏បានដែរចឹងមានប៉ុណ្ណឹងប្រព័ន្ធរបស់កំយង